សឹងតែមិនគួរឲ្យជឿថាមានលុយត្រឹមតែខ្ទង់$40,000ជាងក៏អាចទិញរថយន្ត SUV 7 កៅអី brand របស់សហរដ្ឋអាមេរិកបានដែរបងប្អូនអរគ្នានេះគឺជា Ford Everest Active ថ្មីដែលជាប្រភេទ SUV 7 កៅអីរបស់សហរដ្ឋអាមេរិកក្នុងតម្លៃត្រឹមតែ$49,900តែប៉ុណ្ណោះ Ford Everest Active គឺបានមកដល់អគារតាំងបង្ហាញរបស់ Ford Cambodia គ្រប់សាខាហើយបងប្អូនអរគ្នាចឹងបងប្អូនដែលចាប់អារម្មណ៍រថយន្តមួយនេះអាចអញ្ជើញមកទស្សនានៅតាមសាខារបស់ Ford គ្រប់ទីកន្លែងបានហើយរថយន្តនេះតម្លៃត្រឹមតែ$40,000ជាងទេប៉ុន្តែមាន option រូបរាងហើយនឹងជាប្រភេទ SUV ខ្នាតធំរបស់សហរដ្ឋអាមេរិកដែលមានរហូតទៅដល់3ជួរ7កៅអីកាន់តែពិសេសរថយន្តនេះគឺបានប្រើប្រាស់ជាមួយនឹង body on frame បងប្អូនអរគ្នាដែលធ្វើអំពីដែកថែបដែលមានគុណភាពខ្ពស់អាចបើកបរគ្រប់ស្ថានភាពផ្លូវក៏ដូចជាធន់រឹងមាំអញ្ចឹងនៅពេលដែលបងប្អូនជួបឧបទ្ទវហេតុឬក៏មានបញ្ហាអីទៅតួនេះគឺជួយខ្លាំងមែនទែនដោយសារតែជាប្រភេទដែកថែបដែលមានសភាពរឹងមាំក្រឡេកមកមើលរូបរាងក៏ដូចជា option របស់Ford Everest Active វិញគឺស្រស់ស្អាតហើយនឹងទំនើបខ្លាំងតែម្ដងឥឡូវចង់ដឹងថាតើ option នេះវាទំនើបក៏ដូចជាអស្ចារ្យប៉ុណ្ណាយើងមកទស្សនាទាំងអស់គ្នាផ្នែកខាងមុខនេះយើងទទួលបានប៉ាណាថ្មីពណ៌ខ្មៅក្រឹបតែម្ដងបងប្អូនអរគ្នាជាមួយនឹង logo Ford ថ្មីដែលមើលទៅលក្ខណៈថាស្អាតជាងមុនជាមួយនឹងចង្កៀងប្រភេទ LED ហើយនឹងមាន daytime running light ជាប្រភេទអក្សរ C ហើយអ្វីដែលកាន់តែពិសេសនៅផ្នែកខាងមុខនេះគឺមាន sensor រហូតទៅដល់4គ្រាប់បងប្អូនអរគ្នាជំនួយក្នុងការចូលចតខ្លាំងមែនទែនដូចជាប្រព័ន្ធសុវត្ថិភាពរបស់រថយន្តនេះឥឡូវយើងក្រឡេកមកមើលផ្នែកជំហៀងរថយន្តនេះគឺទទួលបានការរចនាជាមួយនឹងយ៉ានពណ៌ខ្មៅក្រឹបតែម្ដងដែលយ៉ាននេះគឺទំហំ18អ៊ីងបងប្អូនអរគ្នាដែលធ្វើឲ្យរថយន្តមើលទៅគឺខ្ពស់ខ្លាំងតែម្ដងអញ្ចឹងបងប្អូនបើក off road ឬក៏ធ្វើដំណើរទៅខេត្តចុះទួលចុះកហុកឬក៏ផ្លូវពិបាកគឺមិនមែនជាបញ្ហាសម្រាប់រថយន្តនេះឡើយបងប្អូនអរគ្នាហើយយើងក៏ទទួលបាននៅឈ្នាន់ជាន់ជំហៀងបូករួមជាមួយនឹងត្រឡោកកញ្ចក់ពណ៌ខ្មៅហើយនឹងដៃទ្វារពណ៌ខ្មៅហើយនឹងកាងលើដំបូលពណ៌ខ្មៅដែរអញ្ចឹងមើលទៅគឺរឹងមាំខ្លាំងមែនទែនឥឡូវយើងក្រឡេកមកមើលផ្នែកខាងក្រោយរបស់រថយន្តនេះគឺទទួលបាននៅការរចនាដែលមើលទៅគឺអំណាចកាចខ្លាំងមែនទែនផ្នែកខាងក្រោយក៏មិនចាញ់ផ្នែកខាងមុខដែរជាមួយនឹង sensor 4គ្រាប់ជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយហើយនឹងអក្សរ Everest ដែលផុសជាមួយនឹង logo Everest ថ្មីផងដែរបងប្អូនអរគ្នាហើយចំពោះគូតផ្នែកខាងក្រោយនេះគឺធំទូលាយដែលយើងមានរហូតទៅដល់3ជួរ7កៅអីហើយជួរទី3នេះគឺបងប្អូនអាចទម្លាក់បានហើយពេលដែលបងប្អូនត្រូវការដើម្បីឲ្យបងប្អូនយើងជិះគឺយើងគ្រាន់តែលើកបែបនឹងមកហើយនៅពេលដែលយើងលើកក៏យើងទទួលបាន space មកល្មមដែលបងប្អូនអាចដាក់អីវ៉ាន់បូករួមជាមួយនឹងឧបករណ៍មួយចំនួនទៀតដែរបងប្អូនអរគ្នាឥឡូវយើងចូលទៅមើលផ្នែកខាងក្នុងកៅអីជួរទី2បងប្អូនទាំងអស់គ្នាតម្លៃត្រឹមតែ40000ជាងប៉ុន្តែខាងក្នុងវិញគឺប្រណិតរចនាជាមួយនឹងពូកស្បែកដែលងាយស្រួលក្នុងការអង្គុយហើយបាននិយាយអំពីម៉ាស៊ីនត្រជាក់វិញគឺមានគ្រប់ជួរតែម្ដងបងប្អូនអរគ្នាទាំង3ជួរតែម្ដងហើយចំពោះផ្នែកខាងមុខកន្លែងតកង់ឡានវិញគឺយើងទទួលបានជាមួយនឹងកៅអីដែលមានការរចនាស្បែកហើយប្រើជាមួយនឹងប្រព័ន្ធអេឡិចត្រូនិកទៀតបងប្អូនអរគ្នាហើយមានសភាពធំទូលាយខ្លាំងមែនទែនអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេសម្រាប់រថយន្តនេះគឺ Unlock Center Console ផ្នែកកណ្ដាលដោយសារតែផ្នែកកណ្ដាលនេះគឺយើងមានហ្វ្រាំងដៃអេឡិចត្រូនិកប្រព័ន្ធ Auto Hold ហើយនឹងប្រព័ន្ធផ្សេងទៀតកន្លែងដាក់កែវទឹកចំនួន2ហើយនឹងមាន wireless charge បងប្អូនអរគ្នាឥឡូវយើងដេបញ្ឆេះមួយមកបងប្អូនអរគ្នាហើយបងប្អូនតិចច្រឡំថាប្រើជាមួយនឹងសោចាក់អីទៅគឺប្រភេទសោ Smart Key បងប្អូនអរគ្នាមិនមែនជាសោចាក់ទេណាបងប្អូនអរគ្នាសម្រាប់ Everest Active ហើយនេះផ្នែកខាងមុខផ្នែកតាប់ឡូគឺយើងទទួលបានអេក្រង់ទំហំរហូតដល់12អ៊ីងដែលយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto បងប្អូនអរគ្នាហើយយើងអាចមើលកាមេរ៉ាក្រោយយ៉ាងច្បាស់លាស់ល្អខ្លាំងមែនទែនបងប្អូនអរគ្នាហើយចំពោះដៃចង្កូតវិញគឺជាប្រភេទដៃចង្កូតប្រើអេឡិចត្រូនិកដែលធូរក្នុងការបើកបរបូករួមជាមួយនឹងអេក្រង់កុងទ័រផ្នែកខាងមុខគឺទំហំធំហើយរថយន្តនេះក៏ប្រើជាមួយនឹងប្រអប់លេខ10វគ្គស្វ័យប្រវត្តិដែរអញ្ចឹងការបើកបរវិញគឺរលូនតែម្ដងហើយអ្វីដែលកាន់តែពិសេសណាបងប្អូនអរគ្នារថយន្តនេះគឺជាប្រភេទរថយន្ត SUV 3ជួរ7កៅអី
ដែលមានម៉ាស៊ីនធំប៉ុន្តែសន្សំសំចៃរថយន្តនេះប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Mazut 2.0 ប៉ុន្តែសន្សំសំចៃខ្ពស់ខ្លាំងមែនទែនដឹងហើយបងប្អូនអរគ្នាបាទ Everest គឺជាប្រភេទរថយន្ត SUV របស់សហរដ្ឋអាមេរិកដែលមានសភាពបាទគេហៅថាពេញនិយមខ្លាំងមែនទែនហើយឥឡូវមានជម្រើសបាទប្រភេទ Everest Active តម្លៃត្រឹមតែ 40000 ជាងបងប្អូនទៅរកនៅណាទៀតអញ្ចឹងប្រសិនបើបងប្អូនចង់បានជាលក្ខណៈ SUV 7កៅអីបងប្អូនអរគ្នាដែលធន់រឹងមាំជា brand របស់សហរដ្ឋអាមេរិកគ្រាន់តែឃើញ logo Ford ដឹងតែធន់រឹងមាំខ្លាំងតែម្ដងហើយឥឡូវរថយន្តនេះប្រើជាមួយនឹងបាទ body on frame ទៀតតើវាអែមប៉ុណ្ណាខ្លាំងប៉ុណ្ណាទៅហើយបើសិនបើបងប្អូនចង់ទស្សនារថយន្តនេះផ្ទាល់បងប្អូនអាចអញ្ជើញមកសាខាតាំងបង្ហាញរបស់ Ford Cambodia នៅគ្រប់សាខាបានហើយអ្វីដែលកាន់តែពិសេសមិនត្រឹមតែមាន Everest Active ទេសូម្បីតែ Everest Sport ក៏មានដែរហើយ Everest Sport នេះតម្លៃត្រឹមតែ $59800 តែប៉ុណ្ណោះបងប្អូនអរគ្នាហើយប្រសិនបើបងប្អូនចង់លក្ខណៈថាប្រណិតកំពូលតែម្ដងហើយ option ទំនើបបាទគ្រប់យ៉ាងគឺមាននៅលើ Ford Everest Platinum ដែលមានតម្លៃត្រឹមតែ$69900 តែប៉ុណ្ណោះបងប្អូនអរគ្នាហើយបាទរថយន្តទាំង3នេះដោយបញ្ជាក់អញ្ចឹងគឺមាននៅគ្រប់សាខារបស់ Ford Cambodia បងប្អូនអាចអញ្ជើញមកទស្សនាបានអញ្ចឹងសម្រាប់វីដេអូចំណាប់អារម្មណ៍ខ្លីក៏ដូចជាបង្ហាញថារថយន្តនេះគឺមកដល់បាទគ្រប់ទីតាំងអគារតាំងបង្ហាញរបស់ Ford Cambodia គឺមានតែប៉ុណ្្នឹងទេសង្ឃឹមបងប្អូនស្រឡាញ់ពេញចិត្តហើយកុំភ្លេចចុច like ចុច share ម្នាក់មួយផងជាចុងក្រោយខ្ញុំបាទកាក់ Channel សូមអរគុណសូមគោរពជម្រាបលា